ពលរដ្ឋរីគុណខ្លាំងបរិសម្នាក់ដែលកាងបេឡានលើផ្លូវសាធារណៈនិងស្នើឲ្យអាជ្ញាធរពិនិត្យករណីនេះពលរដ្ឋជាច្រើនបានបង្ហាញការមិនពេញចិត្តនឹងប្រតិកម្មរីគុណយ៉ាងខ្លាំងចំពោះបរិសវ័យចំណាស់ម្នាក់ដែលអះអាងថាជាម្ចាស់បេឡានដោយហាមឃាត់អ្នករត់តាក់ស៊ីម្នាក់មិនឲ្យចតនៅទីតាំងរបស់ខ្លួនបើមិនព្រមឲ្យថ្លៃចំណតយើងខ្ញុំមកទូរស័ព្ទអត់មានទៅបេនលោកឯងមកកន្លែងណាកន្លែងនេះទេលោកឯងឲ្យគេសួរខ្ញុំរស់ស៊ីទិញឡានរាប់ម៉ឺនដុល្លារហើយលោកឯងប្រហែលក្តីអត់ដឹងចង់ដឹងថាលោកឯងលោកឲ្យគេខ្ញុំមកខាងអីខាងក្រសួងណាក្រសួងបញ្ញទៅសាលាស្រុកហើយសាលាទៅអីសាលាស្រុកធ្វើអីមិនសាលាស្រុកតោះតែមួយអត់បាច់ទេណែខាងតែមួយខ្ញុំអត់ឯងឡានហ្នឹងតែខ្ញុំមកលោកឯងគេតែចោលផ្លន់ឬក៏មិនអត់ចេញទៀតលោកឯងគេឥឡូវហៅប៉ូលីសមកហៅប៉ូលីសមកអ្នកឯងហ្នឹងអីគេហៅប៉ូលីសមកចង់កាក់យកលុយចង់កាក់ប្លន់មែនបាទចង់កាក់ប្លន់មែនបាទរំខានខ្ញុំអ្នកឯងនឹងខាងអីខាងខាបខាន់អ្នកកាន់បេននឹងបេនអីគេបេនឡានហើយខ្ញុំនឹងចាប់បេនមួយបេនអ្នកឯងមែនឥឡូវបានឯងបានចាប់អ្នកឲ្យចេញមកឲ្យចេញហ៎ឲ្យចេញសួរចាយើងទូរស័ព្ទខ្ញុំដែរបាទសួរថានិយាយទូរស័ព្ទនៅក្នុងបេនអីដល់បេនខ្ញុំអីគេទីមកចាំខ្ញុំឡើយខ្ញុំមិនឲ្យយកអត់ឲ្យចាំទេចាំឯនោះផ្សេងកុំឲ្យចាំកន្លែងបេនខ្ញុំបើណែមិនបងទៅចាំបេខ្សែឆ្ងាយផ្ទះគាត់នៅក្នុងកញ្ចេញមកចាំនេះនៅឆ្ងាយណាហើយចិត្តកន្លែងកញ្ចេញលោកឯងនឹងស្អីគេសុវ័យស្រុករបេនសាបានអត់ម្ចាស់បេនរបស់ខ្ញុំអត់ខ្វល់ទេខ្ញុំទិញឡានរាប់ម៉ឺនដុល្លារណែទិញបានទិញបើមកបងបេឲ្យចេញអត់ណែហៅប៉ូលីសមកណែខ្លាំងណែចិត្តសឿឲ្យចេញសាឥឡូវគេទៅដល់របនឹងបេអត់អូបាទអ្នកឯងរំខានគេណាចាឡើងខ្ញុំចាស់បេអត់មានបេណាណោះអ្នកណាចាស់បេបានឲ្យនិយាយជាមួយខ្ញុំមកសួរខ្ញុំឲ្យចេញអត់មានចាំបាច់និយាយសួរទេមួយពួកលោកឯងអត់នេះពួកលោកឯងនឹងពួកឯងចកត់កើនេះតែលើមើលបានចេញណែហៅប៉ូលីសមកឥឡូវហៅប៉ូលីសមកឥឡូវសាបានចេញពេលឯងចង់ម៉េចហើយសួរឯងចង់ម៉េចឥឡូវសាឡមើលជួយហៅប៉ូលីសទៅបងហៅចេញហៅឲ្យចេញហៅខ្ញុំមិនហៅវាមិនឲ្យទេដោយសារអីគាត់បានសុំខ្ញុំទេគាត់ថាបងបេនខ្ញុំស្អប់ណាស់រឿងភាសាបងបេនមិនឲ្យចេញតែខាត់សាឡមើលនៅបកានបងប្អូនមកចំណាំមុខលោកនេះឲ្យច្បាស់ទេបើអីគេមានអាឈើមួយធ្វើចង្អេងចង្អាងដៃនេះឈួតចឹងចេញទៀតណៃសាមើលបងណៃសាលោមើលទៅហៅប៉ូលីសហើយមកមើលបើច្បាស់ហៅប៉ូលីសហៅអីមកហើយឯងតែម្ចាស់បេនបានអត់ម្ចាស់បេនហ្នឹងអត់ស្រាប់បានម្ចាស់បេនអត់បើអត់បានទៅហៅប៉ូលីសអត់មានឲ្យហៅខ្លួនឯងមកកុំរំខានគេតែខ្ញុំហៅទៅឡានចូលបងតែខ្ញុំហៅចូលបងឡាហៅមកហៅមកអូខេចុយនេះខ្លាំងទេតើយីមិនចង់កាត់បេនមកចៅអត់ទេអត់មានឲ្យអាណាទេទិញឡានឲ្យរាប់ម៉ឺនដុល្លារអត់មានឲ្យឯងធ្វើលើទេព្រោះអាលើអត់នេះហើយកុំលើមិនគេឲ្យចាស់ភ្លើនិយាយភ្លើហ៎អីវាចុះឡើងវិញសង្គ្រាមពាក្យសម្ដីរវាងអ្នករត់តាក់ស៊ីនិងម្ចាស់បេនឡាននេះបើតាមការមើលការបញ្ចេញមតិរបស់ពលរដ្ឋគឺបានបន្ទោសទាំងស្រុងទៅលើបរិសវ័យចំណាស់ដែលជាម្ចាស់បេនដោយនិយាយថាសម័យនេះទៅហើយមានករណីបងបេនឡានដែលយកផ្លូវសាធារណៈធ្វើបែបនេះទៀតពូម្នាក់នេះធ្វើដូចគេធ្វើខុសច្បាប់អញ្ចឹងគេឈប់លើផ្លូវសាធារណៈសោះអីក៏សាហាវម្លេះឡានគេបងពុនផ្លូវគេឈប់នៅលើផ្លូវយកមនុស្សលោកឯងឆ្លើយថាបេនដូចជាមិនត្រូវហើយឆ្លើយដាក់ចវាយស្រុកទៀតគុំនាំគាត់ខុសតាមតាអីជាមួយគ្នានេះផងដែរពលរដ្ឋក៏បានស្នើដល់អាជ្ញាធរគួរតែពិនិត្យរឿងកាងបេននេះផងដែរ